នៅក្នុង aesthetic medicine សម័យថ្មីយើងមិនគ្រាន់តែព្យាបាលបញ្ហាស្បែកប៉ុណ្ណោះទេយើងកំពុង customize និងរៀបចំ structure ពីខាងក្នុងដើម្បីឲ្យស្បែកអាចស្ដារលទ្ធភាពឡើងវិញដោយខ្លួនឯងហើយនេះគឺជាភាពឆ្លាតវៃនៃបច្ចេកវិទ្យា AMA Hybridនៅពេលដែលយើងព្យាបាល acne scar យើងត្រូវការជំរុញ collagen remodeling នៅលើស្បែកដូច្នេះ laser energy ត្រូវបានរៀបចំជា grid ដែលមាន density ខ្ពស់ដើម្បីបង្កើតជា micro channel ជាច្រើនចុះទៅក្នុងស្បែក process នេះនឹងធ្វើឲ្យមានការរលាកនៅលើស្បែកហើយខ្លួនយើងនឹងបង្កើតឲ្យមាន healing process ថ្មីមួយដើម្បីទៅជួសជុលវាសម្រាប់ aging skin និង wrinkle treatmentយើងមិនត្រូវការប្រើកម្លាំងឲ្យខ្លាំងដោយការព្យាបាល scar នោះទេដូច្នេះ energy និង space ត្រូវបាន balance ដើម្បីធ្វើឲ្យមាន collagen regeneration ហើយ downtime ក៏តិចជាងដែរអញ្ចឹងរូបឧទាហរណ៍នេះគឺបង្ហាញអំពី technique មួយដែលយើងប្រើនៅក្នុងគោលបំណងផ្សេងៗគ្នាអូខេអញ្ចឹងតាក់ទងជាមួយនឹង acne scar ជាទូទៅយើង customize បញ្ហាហើយយើងមក customize ជាមួយនឹង energy ឬក៏ pixel ឬក៏ pattern ដែលជា grid របស់ laser ដែលចុះទៅក្នុងស្បែកយើងនោះដូចគ្នាអញ្ចឹងCO2 laser វាមានសមត្ថភាពចុះទៅដល់ក្នុងស្បែកយើងហ្នឹងគឺប្រើជម្រៅ1600 nanometer ដែលមានន័យថា1600 nanometer ចុះទៅក្នុងជម្រៅស្បែករបស់យើងហើយមូលហេតុដែលវាចុះជ្រៅបែបនេះហើយទើបវាមានសមត្ថភាពទៅជួយដោះស្រាយបញ្ហាខ្មោចបានអញ្ចឹង The Light 15 ចិត្តគុត laser គឺឈ្មោះហ្នឹងប្រាប់ថាជាជម្រៅរបស់ប្រភេទ laser ហ្នឹងដែលវាចុះទៅក្នុងស្បែកយើងនៅក្នុងរយៈជម្រៅ15ចិត្តគុតឬក៏1570 nanometer នេះឯងអញ្ចឹងមួយចុះទៅជ្រៅខ្លាំងមួយទៀតនៅពីលើនឹងបន្តិចប៉ុន្តែអ្វីដែលវាចុះទៅនោះគឺមិនដូចគ្នាឡើយដោយសារតែ CO2 fractional laser គឺមានការដាច់លហែកស្រទាប់ខាងលើដែលយើងអាចសម្គាល់បាននៅក្នុង grid នេះវាមានការដាច់រហែកស្បែកខាងលើហើយវាចុះទៅ1600 nanometer ដែល light 15ចិត្តគុត laser នេះគឺ non invasive laser មានន័យថាវាចុះទៅដល់ជម្រៅ1570 nanometer នៅក្នុងស្បែកតែអត់មានការដាច់លហែកស្បែកខាងលើទេនេះហើយដែលយើងកំណត់បញ្ហាបានល្អដោយសារតែយើងអាចប្រើ function ទាំងពីរនេះរួមគ្នាក្នុងពេលតែមួយហើយកន្លាដែលយើងមើលឃើញថាវាមានញឹកមានរង្វើលហើយមានញឹកខ្លាំងនេះគឺជាការកំណត់គោលដៅ pixel របស់ការបាញ់ចុះ laser របស់យើងហើយការចេញនេះគឺចេញ CO2 laser មួយគ្រាប់និង15ចិត្តគុតមួយគ្រាប់ដំណាលគ្នាហើយមូលហេតុដែលខ្ញុំធ្វើ3ដោយសារតែចង់បញ្ជាក់ថាយើងពិតជាអាច customize បានទៅតាមស្ថានភាពជាក់ស្ដែងរបស់បញ្ហារៀងៗខ្លួនអញ្ចឹង pattern ទី2នេះក៏វាមានភាពស្តៀងគ្នាជាមួយនឹង pattern ទី1មិញដែរប៉ុន្តែអ្វីដែលជាការខុសគ្នានោះគឺវាតាក់ទងជាមួយនឹងការចុះទៅនៅ laser ទាំងពីរហ្នឹងគឺអត់ដូចគ្នាក្នុងគោលដៅផ្សេងគ្នាដោយសារក្នុង pattern ទី2នេះគឺយើងចេញ CO2 laser 2គ្រាប់ហើយ15ចិត្តគុត laser យើងចេញតែមួយគ្រាប់ទេអញ្ចឹងមានន័យថាអាមួយនេះហើយនឹងអាមួយនេះគឺវាមានតួនាទីស្តៀងគ្នាយើងអាចប្រើស្ទើរតែប្រហែលគ្នាបានតែអ្វីដែលសំខាន់នោះគឺយើងត្រូវកំណត់គោលដៅបញ្ហាឲ្យច្បាស់សិនទើបយើងអាចគិតថាយើងគួរតែប្រើ fractional 2គ្រាប់15ចិត្តគុតមួយគ្រាប់ឬក៏យើងគួរតែប្រើមួយគ្រាប់ដោយឡែកយើងក៏អាចប្រើ function ទាំងពីរមិញហ្នឹងយកមកដោះស្រាយបញ្ហាស្នាមជ្រីវជ្រួញឬក៏ aging សាញនៅលើមុខបានដែរតែយើងត្រូវដឹងថាតើ energy ប៉ុណ្ណា pixel ប៉ុណ្ណាហើយយើងគួរតែកំណត់ grid បែបណាដើម្បី
យកមកដោះស្រាយបញ្ហាជ្រួញហ្នឹងទៅតាមវ័យនិងស្ថានភាពជាក់ស្ដែងរបស់បុគ្គលម្នាក់ៗនៅពេលដែលយើងឮថា fractional CO2 laser យើងតែងតែមានអារម្មណ៍ថាវា aggressive វាគួរឲ្យខ្លាចត្រូវអត់ប៉ុន្តែក៏ពិតទៅ fractional CO2 laser ដែលមានបច្ចេកវិទ្យា hybrid មួយនេះគឺពិតជាពិសេសមែនតើវាមិនត្រឹមតែដោះស្រាយបញ្ហាស្កាឬក៏យើងគិតថាជំងឺដែលមានស្ថានភាពរ៉ាំរ៉ៃយូរអង្វែងធ្ងន់ធ្ងរឯងតែយើងក៏អាចយកវាមកដោះស្រាយបញ្ហា skin aging ដែលយើងហៅថាចង់ធ្វើឲ្យស្បែកយើងមានសភាពក្មេងជាងវ័យឬក៏ធ្វើ skin rejuvenation ជាមួយនឹង function hybrid នេះបានយ៉ាងល្អឥតខ្ចោះដែរមូលហេតុនោះគឺ function 15 ចិត្តគត់ laser ដែលអាច combine ជាមួយនឹង function CO2 laser ក្នុងពេលតែមួយនេះហើយដែលធ្វើឲ្យខ្ញុំអាចងាយស្រួលក្នុងការកំណត់គោលដៅស្បែកថាបើសិនជាខ្ញុំចង់ rejuvenate ស្បែកគាត់តើខ្ញុំត្រូវចេញអានេះប្រហែលគ្រាប់អានេះប្រហែលគ្រាប់បើប្រៀបធៀបជាមួយនឹង function CO2 ធម្មតាដែលយើងមិនមាន hybrid function នៅក្នុងពេលតែមួយយើងនឹងត្រូវ adjust អា laser CO2 នេះយ៉ាងល្អិតល្អន់មែនទែនព្រោះយើងចង់ការពារហានិភ័យនៃការដាច់លហែកខ្លាំងដល់ពេលយើងមាន15ចិត្តគត់នេះចូលមកវាធ្វើឲ្យយើងបាន customize បញ្ហាហ្នឹងស្រួលជាងមុនហើយ down time តិចជាងមុនហើយយើងអាចធ្វើបានស្ទើរតែគ្រប់ស្ថានភាពស្បែកតែម្ដងអញ្ចឹងទាំងអស់នេះគឺជាឧទាហរណ៍ដែលខ្ញុំលើកយកមកបង្ហាញដើម្បីឲ្យអ្នកទាំងអស់គ្នាស្រួលយល់ហើយការពិតជាក់ស្ដែងនោះគឺចង់បង្ហាញថា AMA Hybrid ដែលមាន function 2 CO2 laser និង15ចិត្តគត់ដែលចុះបានដំណើរគ្នាមកលើស្បែកក្នុងពេលតែមួយនេះគឺវាជាជំនួយការល្អហើយវាជាមុខងារពិសេសម្យ៉ាងដែលធ្វើឲ្យខ្ញុំជាគ្រូពេទ្យអាចដោះស្រាយបញ្ហាស្បែកបានជាច្រើនដូចជាស្នាមខ្មោចស្នាមសន្លាក់ក្រោយការវះកាត់ស្នាមជ្រួញជ្រៅស្បែកដែលមានសភាពយាធ្លាក់មិនហាប់ណែនស្បែកដែលមានបញ្ហាស្បែកផ្សេងទៀតជាច្រើនដែលយើងសុទ្ធតែអាចដោះស្រាយបានជាមួយនឹង function AMA Hybrid នេះ Laser Energy មិនសំខាន់ទៅលើតែ power ប៉ុណ្ណោះទេសំខាន់នោះគឺការកំណត់ energy power ហើយនិង pattern ឲ្យសមស្របទៅនឹងស្ថានភាពស្បែកនីមួយៗស្វាគមន៍មកកាន់អនាគតថ្មីនៃស្បែកជាមួយ AMA Hybrid